សេចក្តីណែនាំក្រានរំលឹករបស់ក្រសួងសុខាភិបាលស្តីពីការបង្ការជំងឺគ្រុនឈាមក្នុងរដូវវស្សានិងការបញ្ជូនអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យឲ្យទាន់ពេលវេលាក្រសួងសុខាភិបាលសូមក្រានរំលឹកជូនសាធារណជនឲ្យបានជឿថាក្នុងអំឡុងពេលរដូវវស្សាជាទូទៅធ្វើឲ្យមានការកើនឡើងវត្ថុដក់ទឹកដែលជាកន្លែងបង្កើតកូនចៅមូសខ្លាស្របពេលជាមួយគ្នានេះដែរប្រទេសកម្ពុជាយើងកំពុងទទួលឥទ្ធិពលនៃបាតុភូតកើនកម្ដៅ El Nino អាចធ្វើឲ្យមានការកើនឡើងនៅតំបន់អាស៊ីប៉ាស៊ីហ្វិករួមទាំងព្រះរាជាណាចក្រកម្ពុជាស្ថានភាពនេះអាចធ្វើឲ្យមានការកើនឡើងចំនួនមូសខ្លានិងជំងឺគ្រុនឈាមដែលទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពីបុគ្គលម្នាក់ៗគ្រួសារនិងសហគមន៍តាមការសិក្សាស្រាវជ្រាវសត្វមូសខ្លាចូលចិត្តរស់នៅកន្លែងទឹកដក់នៅក្នុងវត្ថុដក់ទឹកដូចជាសម្បកកង់ឡានកង់ម៉ូតូទុកចោលពាសវាលពាសកាលត្រឡោកដូងកែវចានជ័រស្នោក្រឡដែលបោះបង់ចោលពាងអាងធុងដាក់ទឹកថូផ្កាចានត្រជើងតុទូនិងពែងដែលបង្កើតជាប្រភពដក់ទឹកនិងជំរកសត្វមូសខ្លាសត្វមូសខ្លាចូលចិត្តសម្ងំលាក់ខ្លួននៅក្នុងទីកន្លែងងងឹតឬមិនសូវមានពន្លឺថ្ងៃចូលដល់អាស្រ័យហេតុនេះក្រសួងសុខាភិបាលសូមក្រានរំលឹកដល់បងប្អូនប្រជាពលរដ្ឋអាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ចូលរួមចលនាកាត់បន្ថយតាមដាននិងទប់ស្កាត់ការកកើតមូសខ្លាដោយប្រកាន់ខ្ជាប់នៅគោលជំហរស្របតាមពាក្យស្លោកខ្ញុំនិងគ្រួសារខ្ញុំជាគ្រួសារគំរូព្រោះផ្ទះខ្ញុំនិងលំនៅឋានរបស់ខ្ញុំគ្មានដង្កូវទឹកព្រមទាំងអនុវត្តនៅវិធានការអន្តរាគមន៍ប្រកបដោយភាពទទួលខុសត្រូវនិងស្មារតីខ្ពស់ដើម្បីការពារសុខភាពផ្ទាល់ខ្លួនក្រុមគ្រួសារនិងសហគមន៍ដូចខាងក្រោមវិធានការទី1ប្រសិនបើលោកអ្នកឬសមាជិកគ្រួសារមានរោគសញ្ញាគ្រុនក្តៅខ្លួនខ្លាំងភ្លាមចាប់ពី39ទៅ40អង្សាសេសូមស្វែងរកការពិគ្រោះយោបល់និងពិនិត្យព្យាបាលជាបន្ទាន់នៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុតឲ្យបានឆាប់តាមដែលអាចធ្វើទៅបានក្នុងអំឡុង48ម៉ោងយ៉ាងតិចនិងសូមទូរស័ព្ទមកលេខ115បើមានសំណួរបន្ថែមឬចូលរួមរាយការណ៍វិធានការទី2អាណាព្យាបាលមេដាបៃតាកុមារីគ្រប់រូបរួមទាំងអាជ្ញាធរមូលដ្ឋានសូមសកម្មចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ដូចជាពាងអាងទឹកថូផ្កាចានត្រជើងតុកទូក្រឡធុងខាត់ជាដើមដោយការផ្លាស់